នេះខ្ទួវុធនៅភូមិព្រៃច័ន្ទអ្នកទាំងអស់គ្នាលោកគ្រូស្លាប់ប្រជាពលរដ្ឋខ្មែរយើងម្នាក់លបួស4នាក់កាលពីមក4រសៀលអ្នកស្លាប់នៅជិតផ្ទះខ្ញុំគាត់គ្រាន់តែមិនកងទ័ពកងអីទេណាគ្រាន់តែមនុស្សធម្មតាប្រជាពលរដ្ឋធម្មតាទៅជួយយាមនោះវាចាញ់មកពីកន្លែងវាបាញ់រះយោហ្មងត្រូវគាត់ចំបេះដូងភ្លុះមកមិនជាហៀងពីម៉ោង5:54នាទីហ្នឹងវាចូលមកបាញ់ខ្មែរយើងស្លាប់ម្នាក់ទៀតហើយលបួសប្រហែលជាច្រើនអ្នកហើយเราយកមិនតាន់បានទេលោកគ្រូអើយនៅហ្នឹងឯងទំនុកតំណែលពេញហ្នឹងឯងអ្នកខ្លះក៏រត់ចូលត្រង់សេតែអ្នកខ្លះក៏ភៀសខ្លួនទៅម្ដុំផ្ទះខ្ញុំច្បុកច្បល់អស់ហើយឥឡូវណាណីទេតែអីពីព្រៃច័ន្ទមកផ្ទះខ្ញុំតាម20គីឡូទេអត់ឆ្ងាយទេឥឡូវម្ដុំផ្ទះខ្ញុំហ្នឹងគេគៀសកងទ័ពគេអីទៅអស់ឥឡូវឆ្កែព្រុសពេញទៅហ្នឹងស្ងាត់ជ្រាបហើយអាស្រូវនៅពេញស្រែទុំពេញតែដើមហើយស្រូវខ្ញុំនៅអណ្ដែតពេញតែទឹកនោះឯងអូយងាប់ហើយអត់រស់ទេថ្ងៃនេះភ្លៀងខ្លាំងហើយលោកគ្រូភ្លៀងព្យុះភ្លៀងឯងតំពីម៉ោង3:21នាទីរហូតមកដល់ឥឡូវអត់ទាន់រាំងទៀតហើយខ្ញុំជួលគេច្រូតថ្ងៃហ្នឹងប្រហើយថ្ងៃហ្នឹងហើយតែស្កដាប់អត់មានទាន់ប្រមូលទាន់អីនៅពេញតែហ្នឹងឥឡូវភ្លៀងលិចអាដាច់ដាក់កដាប់ហ្នឹងឡើងអីហ្នឹងអស់ហើយដឹងមិនដឹងមកទេលើប្រធានភូមិធានឃុំគេប្រកាសថាឲ្យយើងឲ្យយើងជ្រួចច្បល់ទេព្រោះអីស្រូវនៅពេញស្រែឲ្យយើងប្រមូលផលសិនស្ងាត់តែអ្នកខ្លះក៏គេភៀសខ្លួនទៅអស់ទៀតហើយហ្នឹងហើយអូនមានអីមានតែចូលរួមសោកស្ដាយចូលរួមនំលេខទុកអ្នកដែលស្លាប់ផងហ្នឹងបាក់ពួកអានេះគ្មានខ្លាចអ្នកណាទាំងអស់វាបែបចង់ឲ្យប្រទេសមួយរលាយអស់ហើយតែជាភីអើយវាបាញ់ជាពលរដ្ឋយ៉ាងសាហាវមែនកាលពីម៉ោង4វាបាញ់ភាសាហើយម៉ោង5:54នាទីវាបាញ់ភាសាទៀតកាលពីម៉ោង5ហ្នឹងកាលពីម៉ោង4:00នាទីហ្នឹងរបួស5នាក់អត់ទាន់ងាប់ទេហើយដល់ពេលម៉ោង5:54នាទីនេះបាញ់ងាប់នឹងកន្លែងហើយរបួសច្រើនអ្នកយកអ្នករបួសអត់ទាន់បានហើយឥឡូវពឹងភ្លៀងនេះផ្ទះខ្ញុំឥឡូវហ្នឹងពឹងភ្លៀងហើយឡើងព្រៃច័ន្ទក៏ភ្លៀងដែរ20គីឡូពីផ្ទះខ្ញុំតាចុះមកលឺសំឡេងគាត់ក៏ភ្លើងច្បាស់កន្លែតហើយខ្ញុំជាផ្ទៀងស្ដាប់ស្មានកោលាន់ស្រាប់ប៉ាខ្ញុំថាមិនមែនកោលាន់ទេកូនគាត់ក៏ភ្លើងហើយប៉ាខ្ញុំសួរប៉ាអាហ្នឹងនៅខាងណាវិញថានៅខាងព្រៃច័ន្ទខ្ញុំថាអូចប់ទៀតហើយ